នេះព្រឹកថ្ងៃច័ន្ទត្រជាក់តាត្រជាក់ខ្លាំងនៅរដ្ឋអូហាយ៉ូខ្ញុំគ្រាន់តែថាចង់ចេញវីដេអូខ្លីបន្តិចហ្នឹងឲ្យផ្សព្វផ្សាយបងប្អូនដឹងព្រោះមានថ្មីមានការចាប់ប្រកាន់ណាថាខ្ញុំជាគណៈកម្មការវត្តភ្នំសេរីដែរហើយបានទទួលការរិះគន់ថាយកប្រមូលលុយប្រមូលកាក់ចែកគ្នានឹងម្យ៉ាងទៅខ្ញុំគ្រាន់តែថាមេត្តាកុំឲ្យយកពាក្យសម្ដីណាដែលមិនពិតប្រាកដមកនិយាយយើងមិនដឹងអញ្ចឹងណាហើយខ្ញុំក៏គ្មានពេលវេលាបកស្រាយបកអីទេបងប្អូនណាបងប្អូនតាមដានខ្លួនឯងទៅណាពួកខ្ញុំមិនចេះនិយាយទេបើចំពោះខ្ញុំលះបង់ដើម្បីប្រជាធិបតេយ្យជាតិសាសន៍ខ្ញុំនោះវាមានភាពធំទូលាយណាស់ខ្ញុំមិនយករឿងបញ្ហាលុយកាក់កពិចកពុកអីមកធ្វើជាធំទេគ្រាន់តែថាខ្ញុំសូមជម្រាបមុននឹងអស់លោកស្រីនិយាយថាពួកយើងគណៈកម្មការបើកលុយបើកវត្តរលុយរកាក់អានឹងជាការបំពុលសង្គមពិតប្រាកដណាស់ព្រោះខ្ញុំហើយនឹងដែលគុណបន្ទែងដែលយើងចាប់ដៃគ្នាទៅរកវត្តនឹងវ៉ានឹងណាដើម្បីជួយអ្នកប្រជាធិបតេយ្យជាអ្នករងគ្រោះពីរបបផ្ដាច់ការនៅក្នុងស្រុកក្តីក្រៅស្រុកក្តីមានបំណងតែមួយទេហើយឥឡូវនឹងមានពាក្យថាដោយរបស់កញ្ចាស់យួនអាសែននឹងវាថាស្អីណាហើយពួកអរដ្ឋបាល CPP នឹងវាសិទ្ធថាវត្តមិនមែនជាកន្លែងនយោបាយអីយើងមិនមែនខ្មែរយើងមិនមែនដឹងណាសំបីតែសាលារៀនហ្នឹងក៏វាមិនអោយក្មេងសាលាហ្នឹងនិយាយពីនយោបាយដែរយើងត្រូវយល់អារបបនេះវាមិនមែនបំរើជាតិសាសន៍ខ្មែរទេហើយបើយើងមានវត្តអារាមកាន់សាសនាយើងដឹងហើយថាសាសនាគេមិនមែនបដៅឲ្យយើងឃុំខិតជាមួយជនពាលធ្វើបាបប្រជាពលរដ្ឋទុនត្រង់ស្រូតត្រង់ណាប្លន់ផ្ទះគេប្លន់សំបែងគេរហូតដល់ថ្នាក់ប្លន់ស្វាទៀតហើយអស់លោកស្រីអស់ហ្នឹងលោកឯងគិតថាម៉េចសពថ្ងៃហ្នឹងធ្វើទៅបុណ្យទៅធ្វើបុណ្យជាមួយណាខ្ញុំចង់សួរចេះទាំងវត្តក្នុងស្រុកខ្មែរនិងក្រៅស្រុកខ្មែរហ្នឹងឬមួយក៏50ឆ្នាំនេះអត់ទាន់គ្រប់គ្រាន់ទេដែលរបបកញ្ជះយួននេះបើធ្វើទុកបុកម្នេញខ្មែរស្លូតត្រង់នោះហើយយើងថាខ្លួនឯងនឹងគ្រាន់បើត្រង់ណាខ្ញុំចង់សួរចេះបាទល្មមហើយណាឲ្យស្គាល់ភាពពិតនៅស្រុកខ្មែរខ្ញុំបានជម្រាបអ្នកស្ដាប់ខ្ញុំច្រើនលើកច្រើនសារហើយថាស្រុកខ្មែរនោះវាក្នុងអាណានិគមរបស់ពួកកញ្ជះយួនអញ្ចឹងហើយបានពួកនោះវាក្រាញហើយលោកស្រីលោកទាំងអស់ហ្នឹងមានកូនមានចៅដែរតែហើយយើងមើលភាពថ្មីនេះដែលមន្ត្រីរបស់អាសែនវាចាប់ស្វានៅអង្គរយកមកលក់មកលេហ្នឹងហើយខ្ញុំសួរវិញទៅមើលបើអស់លោកមានកូនចៅដែរគេចាប់កូនចៅរបស់លោកហ្នឹងតើលោកជឿឆ្អាលយ៉ាងណាពួកអាថោកទាបអស់នេះវាចោ500ពេញទីហើយវាមិនមែនទាំងប្លន់ទាំងស្វាទេវាប្លន់ដីធ្លីប្រជាពលរដ្ឋវាប្លន់ទាំងសិទ្ធិសេរីប្រជាពលរដ្ឋដែលគេបំពាក់ឲ្យប្រជាធិបតេយ្យនេះហើយអស់លោកសពថ្ងៃហ្នឹង50ឆ្នាំហ្នឹងទៅពួនកលៀនណាបានដឹងអារឿងអស់ហ្នឹងហើយប្រើពាក្យសិតថាលោកហ៊ុនសែនជាអ្នកបំរើរាជរដ្ឋាភិបាលបំរើរាជបំរើស្អីហើយខ្ញុំសួរប្រហែល50ឆ្នាំនេះ40ឆ្នាំកន្លងនេះលោកទៅពួនទីណាបានមិនដឹងថាអាសែនវាថោកទាបវាបំផ្លាញអ្វីដែលជាសម្បត្តិជាតិនិងសមជាតិរបស់ខ្មែរហើយទាំងដណ្ដើមយកប្រជាធិបតេយ្យសិទ្ធិសញ្ញាប៉ារីគេបំពាក់ឲ្យខ្មែរទៀតហើយអស់លោកទៅគ្រប់គ្រងអាមនុស្សថោកទាបដូចវានោះខ្ញុំសួរមើលហើយខ្លួនឯងថាខ្លួនឯងនឹងក្រាន់បើត្រង់ណាខ្ញុំសូមជម្រាបថ្ងៃនេះណាខ្ញុំជាគណៈកម្មការវត្តភ្នំសេរីដែរហើយខ្ញុំគោលបំណងតែមួយគត់គឺយើងចង់បានមានវត្តវ៉ាណាមួយដែលយកចិត្តទុកដាក់ពីអ្នកគេធ្វើបាបក្នុងរបបផ្ដាច់ការនេះដែលវាមានតែច្បាប់ម៉ែវានៅស្រុកខ្មែរនោះយល់ទេអានឹងហើយបាទយើងត្រូវតែមានវត្តអារាមមួយមិនត្រឹមតែធ្វើបុណ្យទេយើងជួយអ្នករងគ្រោះពុទ្ធពុទ្ធសាសនិកជនជំវិញចម្រុះជើងវត្តហ្នឹងណាជាពលរដ្ឋរងគ្រោះទាំងក្នុងស្រុកហ្នឹងហើយយើងបើមានសាសនាមួយយើងបិទភ្នែក
បណ្ដោយឲ្យអារបបផ្ដាច់ការនឹងធ្វើទុកបុកម្នេញប្រជាពលរដ្ឋសូត្រត្រង់ចឹងហើយថាខ្លួនឯងធ្វើបុណ្យល្មមមកហើយកុំឲ្យប្រើពាក្យណាដែលមិនពិតប្រាកដខ្ញុំមនុស្សមិនមែនដូចពួកអារបបផ្ដាច់ការទេណាឃ្លានអំណាចឃ្លានលុយឃ្លានកាក់ហើយបើយើងមិនដឹងច្បាស់កុំឲ្យថាខ្ញុំនេះទៅបង្កើតវត្តដើម្បីរលុយកាក់ឆ្លោះកញ្ចក់មើលខ្លួនឯងទៅសួរទៅតើខ្លួនឯង50ឆ្នាំនេះពួនគៀនក្នុងរូងក្តាមរូងតង្កែបណាបានអត់ដឹងថាអាសែននេះវាថោកទាបអារបបនេះវាធ្វើទុកបុកម្នេញតែខ្មែរស្លូតត្រង់ណាប្លន់អស់សម្បត្តិជាតិធម្មជាតិខ្មែរហើយយើងបំពាក់ឈ្មោះជាខ្មែរទៅគ្រប់គ្រងណាអាសែនមនុស្សដែលចេញមកពីយួនបកប់យួនបកើតហើយក្រាញអំណាចដែលពេលខ្លួនឯងនឹងបាត់បង់អំណាចក្នុងការបោះឆ្នោតគេចែកមកឲ្យមកធ្វើមកសម្លាប់ខ្មែរហើយខ្លួនឯងថាខ្លួនឯងជាខ្មែរតកើតដែរខ្ញុំសួរចេះណាខ្ញុំមិនមែននិយាយកាន់ជើងណាទេប៉ុន្តែខ្ញុំចំហខ្ញុំច្បាស់ណាស់ណាក៏ដោយណាសង្គមណាក៏ដោយឲ្យតែយើងនាំគ្នាជួយអ្នកប្រជាធិបតេយ្យជួយអ្នករងគ្រោះដោយរបបផ្ដាច់ការរបបខូកៅអត់ឃ្លានអំណាចណារបបចោលព្រៃយួន500នេះខ្ញុំរូបដៃចូលហើយជួយហើយបើអស់លោកមិនដឹងទេកុំឲ្យប្រើពាក្យថាសិតតែពួកយើងនេះចែកលុយចែកកាក់គ្នាបើកវត្តជា franchise ហ្នឹងឆ្លោះកញ្ចក់សួរខ្លួនឯងទៅសួរសំណួរខ្លួនឯងទៅតើអាសែនវា50ឆ្នាំវាក្រាញអំណាចនេះតើវាគ្រប់គ្រាន់ហើយឬនៅហើយបុព្វហេតុអីបានជាវាក្រាញអំណាចតាមដានមើលទៅសម្ដីវានិយាយតាមិនមែនខ្ញុំជាបណ្ឌិតឡើងណាតើបងប្អូនដែលវាប្លន់ដីធ្លីប្រជាពលរដ្ឋគ្នារងគ្រោះហ្នឹងអាហ្នឹងគេវាយ៉ាងម៉េចដែរគឺមិនក៏អស់លោកមើលមិនឃើញហាខ្ញុំសួរចេះមើលហើយពេលបោះឆ្នោតម្ដងឥឡូវមិនតែនឹងធ្វើទុកបុកម្នេញខ្មែរនៅក្នុងស្រុកទេធ្វើឯងឯណាឲ្យខ្លួនបពុខ្លួនតាមថតតាមអីអារបបពួកអាចោយួន7មករាហ្នឹងលក្ខណៈវានៅលើគោកតាមានស្អីក្រៅពីវាតាមសម្រាប់ខ្មែរប្លន់ទឹកដីយើងហ៎អាហ្នឹងហើយតែវាក្រាញអាហ្នឹងហើយតែពេលដែលវាចាញ់អំណាចចាញ់ឆ្នោតហើយយើងចាយអំណាចវាមិនមែនចង់បានចាយអំណាចអញ្ចឹងណាវាចង់បានត្រួតត្រាខ្មែរដល់បន្តមហិច្ឆតាប្លន់ទឹកដីយើងហើយបងប្អូនប៉ុណ្្នឹងហើយនៅអត់យល់ទៀតហ៎ខ្ញុំសួរមើលចង់បានផុសតាងដល់ណាចង់ឲ្យតែគេលេបបាត់ដូចខ្មែរក្រមទៅខ្ញុំបាននិយាយហើយតាផ្ញើសារជូនដែលគុណគ្រប់ព្រះអង្គដែលគង់នៅក្នុងវត្តអារាមខ្មែរហ្នឹងថ្ងៃក្រោយទៅគេយកស្រុកអារាមហ្នឹងក៏បាត់ដែរគ្មានងើបទៅរួចទេសពថ្ងៃហ្នឹងវាធ្វើអញ្ចឹងឯងអញ្ចឹងហើយបានវាថាអសាសនាក្នុងវត្តអារាមហ្នឹងមិនឲ្យមានអីនយោបាយរហូតដល់ថ្នាក់សិស្សសាលាហ្នឹងក៏មិនឲ្យប្រើអីនិយាយរឿងនយោបាយដោយសារស្អីដោយសារគេគ្រប់គ្រងយើងគេមិនចង់ឲ្យយើងរើបំរាស់ទាំងសាសនាទាំងខាងមិនសាសនាទាំងខាងសកម្មជនខ្មែរទូទាំងប្រទេសហ្នឹងហើយវាគ្មានអីក្រៅពីហ្នឹងហ៎បើអញ្ចឹងបើវាស្គាល់ថាសិទ្ធិរបស់គេសិទ្ធិរបស់សាសនាសិទ្ធិរបស់ជនជាតិខ្មែរម្ចាស់ទឹកម្ចាស់ដីហ្នឹងណាហើយវាប្រើពាក្យថាដូចខ្ញុំអញ្ចឹងវាពេលខ្ញុំចូលជេរវាស្ដីវាថ្កោលទោសវាបង្ហាញមុខវាឲ្យប្រជាពលរដ្ឋខ្មែរថាអាពួកអាចោយួន7មករាហ្នឹងជាមនុស្សខូខើមកប្លន់ទឹកដីខ្មែរសំបីតែស៊ីអនុមានសគុណឲ្យប្រើទឹកដីខ្មែរនឹងជួយវាក៏វាអត់ដឹងសគុណដែរឃើញទេស៊ីអនុប្រាប់ទៅថាអាចោយួន7មករាហ្នឹងវាជាកពើហើយបងប្អូនចង់បំរើអាកពើនោះដល់ណាទៀតខ្ញុំសុំនិយាយថ្ងៃនេះឲ្យយល់តែខ្ញុំអត់មាននិយាយច្រើនទេព្រោះបងប្អូនមិនស្គាល់បញ្ហាថាអាសែននេះជាមនុស្សថោកទាបរបៀបណាគណៈបកប្រជាជននឹងធ្វើទុកបុកម្នេញខ្មែររបៀបណាខ្ញុំអត់មានពេលវយល់ទេព្រោះ50ឆ្នាំនេះវាគ្រប់គ្រាន់ហើយបើបងប្អូនមិនយល់បញ្ហាហ្នឹងមិនមើលឃើញបញ្ហាហ្នឹងខ្ញុំគ្មានពេលទេចង់បំរើវាសម្រាប់ជាតិសាសន៍ឯងធ្វើតើខ្ញុំគាត់ប្រាប់ចេះខ្ញុំអញ្ចឹងបានខ្ញុំថាឃើញទេវាចូលមកនិយាយថាដូចខ្ញុំអញ្ចឹងមនុស្សចោលរត់ចោលស្រុកស្រុកអាពួករត់ចោលស្រុកតើឯងសួរខ្លួនឯងមើលពលរដ្ឋខ្មែរដែលរត់ទៅថៃរាប់លានអ្នកនឹងអានោះដោយសារស្អីដែរដោយសារស្អីដែរឯងមិនមែនជាម្ចាស់ស្រុកទេណាឯងសុំបើកមុខឯងពួកអាចោយួន7មករាព្រោះឯងនឹងត្រូវខ្មែរសំពងពីព្រំដែនចេញពីស្រុកខ្មែររួចទៅហើយមិនមែនឯងមិនដឹងខ្លួនឯងទេឯងសពថ្ងៃនឹងមកប្លន់ទឹកដីខ្មែរហើយដើរតួជាខ្មែរដើរតួជាម្ចាស់ផ្ទះហើយជេរខ្ញុំថាខ្ញុំនឹងជាអាពួកអារត់ចោលស្រុកខ្ញុំសួរនៅឯងមួយម៉ាត់បើផ្ទះខ្ញុំត្រូវនៅឯងចូលមកទន្ទ្រានដណ្ដើមយកតើខ្ញុំរស់នៅបានអត់ហើយនៅឯងសួរប្រជាពលរដ្ឋខ្មែរមើលសពថ្ងៃនឹងគេរស់បានអត់
ដោយច្បាប់អាម៉ែវាអាច្បាប់អតឡាការអាយូនយកកងវាធ្វើទុកបុកម្នេញខ្មែរនឹងតើខ្មែរណាមួយដែលរស់បានរត់ទៅដល់ថៃរាប់លានអ្នកហើយណាហើយឯងមានពីអាណាមកជេរថាខ្ញុំជារត់ចោលស្រុកខ្ញុំសូមជម្រាបណាខ្ញុំស្គាល់កាយ៉ាវឯងច្បាស់ណាស់ប្រជាពលរដ្ឋខ្មែរក៏គេស្គាល់កាយ៉ាវខ្លួនឯងច្បាស់ដែរនៅតែពេលណាគេងើបបំរាស់តំពងក្បាលពួកអាចោយូណៃនេះទេថោកទៀតណាស់ដោយអាសែនចឹងខ្ញុំប្រាប់ទៅវាហើយវាមានកូនវាមានចៅណាវាចេះសុំទៀមទាឲ្យរដ្ឋបាលសហរដ្ឋអាមេរិកនឹងលែងអាមួយថោកទាបដែលចាប់ស្វាយកមកលក់នោះហើយយើងសួរវាទៅបើគេចាប់កូនឯងយកទៅលក់ចឹងបំប្រត់បារាចឹងតើឯងទទួលបានអត់ល្មមហើយណាមកយាទឯងនឹងថោកយកតែមែនតែនទៅណាហើយបងប្អូនខ្មែរដែលអ្នកគ្រប់ត្រូលនឹងសួរខ្លួនឯងទៅណាតើអាសែនវាឈោជើងបានសពថ្ងៃដោយសារស្អីមិនមែនបងប្អូនមិនដឹងណាឬមួយក៏50ឆ្នាំបងប្អូនតពួននៅណាបានមិនដឹងហ៎ណាតាំងពីវាបោកគេសង្គ្រោះជាតិឲ្យចូលសម្ភាររំលាយគេតាំងពីវាចាញ់ឆ្នោតគេចែកឆ្នោតសម្លាប់គេហើយអញ្ចឹងហើយយើងជាខ្មែរនាំទៅទៅគ្រប់គ្រងអារបបយួនចៅយួន500នឹងបានកើតដែរហាចាំឲ្យបាត់ដូចខ្មែរក្រមទៅបានដឹងខ្លួនអញ្ចឹងហើយបាទខ្ញុំថ្ងៃនេះខ្ញុំចង់និយាយចឹងហើយខ្ញុំជាសមាជិកគណៈកម្មការវត្តភ្នំសេរីដែរណាដែលខ្ញុំហើយនឹងលោកនាំគ្នាជួយនៅសង្គមខ្មែរនឹងដោយសារចឹងហើយណាអ្នកដែលរងគ្រោះពីអាច្បាប់ម៉ែវានោះនឹងអារបបផ្ដាច់ការធ្វើទុកបុកម្នេញខ្មែរគ្រាន់តែគ្នាបងប្អូនគិតមើលទៅអ្នកដែលជាប់គុកមិនមែនត្រឹមតែពួកនយោបាយខាងគណៈបកប្រឆាំងណាសំបីតែពួកអ្នកគ្នាតវ៉ាដូច Nagawal រកការរស់នៅត្រឹមត្រូវក៏វាធ្វើទុកបុកម្នេញដែរហើយប៉ុណ្ណឹងហើយនៅតែយើងនាំគ្នាជាខ្មែរទៅគ្រប់គ្រងវាកើតដែរខ្ញុំសួរមើលឬមួយក៏បងប្អូននៅមិនទើបសង្ស័យដល់ណាឈប់ប្រើពាក្យរឿងណាដែលមិនច្បាស់កុំឲ្យយកមកនិយាយជាមនុស្សដូចខ្ញុំណាខ្ញុំប្រាប់ណាលុយកាក់អត់មានន័យអីចំពោះខ្ញុំទេដែលខ្ញុំខំនិយាយដែលខ្ញុំខំតស៊ូមតិក្នុងសង្គមសម្ការបណ្ដាញ Facebook នេះក្នុងលក្ខណៈតែមួយគត់ព្រោះខ្ញុំមើលដំណើររបស់យន្តប្លន់ទឹកដីខ្មែរប្លន់នឹងសម្បត្តិធម្មជាតិខ្មែរនិងប្លន់សិទ្ធិសេរីរបស់បងប្អូនហើយដល់សួរខ្ញុំអាហ្នឹងហើយដែលខ្ញុំចេញមកតស៊ូណាខ្ញុំចេញមកដើម្បីជួយអ្នកប្រជាធិបតេយ្យដូចគ្នាអាហ្នឹងខ្ញុំសូមជម្រាបអញ្ចឹងបើបងប្អូនមិនដឹងច្បាស់ហើយណាតែសិតតែខ្ញុំនេះគណៈកម្មការវត្តចែកលុយចែកកាក់ខ្ញុំណាបើស្គាល់ពាក្យថា penny ទេកាក់ម៉ាស៊ីនទេខ្ញុំមិនដែលខ្វល់ទេណាតែរឿងលុយកាក់ហ្នឹងកុំឲ្យប្រើពាក្យណាដែលមិនដឹងពិតប្រាកដឲ្យយកមកនិយាយហើយខ្ញុំគ្មានពេលបញ្យល់ទេខ្ញុំនិយាយលើកនេះជាលើកទី1ហើយជាលើកចុងក្រោយហើយដោយខ្ញុំជម្រាបបើបងប្អូនបំពាក់ឈ្មោះជាខ្មែរមិនស្គាល់ថាអាខ្សែនឹងវាថោកទាបរបៀបណាខ្ញុំគ្មានសិទ្ធិនិយាយជាមួយទេខ្ញុំមិនចង់ជ្រលក់មាត់ជាមួយទេខ្ញុំសូមជម្រាបឲ្យដឹងអញ្ចឹងបាទឲ្យយល់អញ្ចឹងអាហ្នឹងហើយខ្ញុំសូមជម្រាបអញ្ចឹងហើយបន្តមកទៀតនេះខ្ញុំដូចខ្ញុំថាអញ្ចឹងណាបងប្អូនមើលគិតទៅបងប្អូនសពថ្ងៃទៅវត្តទៅវានៅដែលវត្តប្រមាណនៅក្នុងស្រុកខ្មែរហ្នឹងដែលគុណច្រើនអង្គព្រះពុទ្ធដែលគុណទាំងអស់ហ្នឹងតែហ៊ានធ្វើអីតិចវាចាប់ដេញចេញពីវត្តទាំងយប់ហ្នឹងហើយអស់លោកគិតថាសាសនាហ្នឹងវាមានន័យស្អីបើគេត្រួតត្រាយើងទៅហើយហ្នឹងបើគេត្រួតត្រាយើងទៅហើយហ្នឹងហើយសាសនាហ្នឹងក្រែងតែយើងបង្កើតឡើងដើម្បីជួយអ្នកទុនខ្សោយជួយពុទ្ធសាសនិកជននៅជុំវិញវត្តអារាមហ្នឹងហើយបើយើងបណ្ដោយឲ្យពុទ្ធសាសនិកជនអស់ហ្នឹងអាសែនវាចង់ឲ្យអាណាទៅប្លន់ដីធ្លីប្រជាពលរដ្ឋដេញប្រជាពលរដ្ឋយកដីធ្លីគេយកផ្ទះគេហើយលោកឯងទៅធ្វើបន់ជាមួយអាពួកហ្នឹងខ្ញុំសួរទៅវិញទៅមើលលោកឯងធ្វើបន់ជាមួយអាពួកហ្នឹងលោកឯងគិតថាខ្លួនឯងនឹងត្រឹមត្រូវដែរហើយដែលខ្ញុំបង្កើតវត្តដែលខ្ញុំចូលរួមដៃគំនិតជាមួយដែលគុណនាំគ្នារកវត្តរដ្ឋវាហ្នឹងដើម្បីជួយអ្នកដែលទៅរងគ្រោះដោយអារបបអត់ឃ្លានអារបបប្លន់ទឹកដីខ្មែរប្លន់សម្បត្តិធម្មជាតិខ្មែររហូតដល់តែប្លន់អាស្វានៅអង្គររបស់ខ្មែរទៀតល្មមហើយណាលោកឯងនាំគ្នាទៅធ្វើបន់ហ្នឹងទៅធ្វើដល់បន់ហ្នឹងទៅតិចទៅបានឡើងឋានសួគ៌ហើយអាសែនហ្នឹងវាឥទ្ធិពលអាសែនដែលនាំយួនមកសម្លាប់ខ្មែរហ្នឹងវានាំអំពើល្អបងប្អូនទៅឡើងឋានសួគ៌ហើយខ្ញុំជម្រាបទៅណាអ្វីដែលបងប្អូនត្រូវជួយមិនមែនទៅធ្វើបន់ដើម្បីទៅឡើងមានបំណងទៅឡើងឋានសួគ៌ទេគឺតែអ្នកដែលរងគ្រោះដែលយើងឃើញនឹងផ្ដេកដែលរបបផ្ដាច់ការនេះធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងទៅលើខ្មែរអានឹងហើយដែលយើងត្រូវជួយណាមិនមែនយើងទៅជួយគ្រប់គ្រងអាវត្តមួយដែលគេ
គ្រប់គ្រងមកគ្រាន់តែបងតិគុណណាចេញការពារសិទ្ធិសេរីអីបន្តិចបន្តួចដេញគ្នាចេញពីវត្តទាំងជប់ហើយប៉ុណ្ណឹងហើយយើងមើលមិនឃើញទៅបន្ទោសអាវត្តដែលគ្នារលួយយកកាក់ទៅជួយអ្នករងគ្រោះអាច្បាប់ម៉ែវាណាដែលចាប់ដាក់គុកចាំសម្លាប់ទៅហើយសម្ដីវានៅលើកោកឃើញទេងើបមួយវាយមួយងើបពីរវាយពីរហើយសម្ដីអាសែនថោកដល់ប៉ុណ្្នឹងហើយវាថាវាមកជួយខ្មែរសម្ដីវារបៀបហ្នឹងហើយបងប្អូនទៅគ្រប់គ្រងវាកើតដែរខ្ញុំសូមជម្រាបខ្ញុំដូចខ្ញុំថាអញ្ចឹងខ្ញុំឲ្យបងប្អូនយកសម្ដីខ្ញុំទៅពិចារណាខ្ញុំបានស្ដាប់អ្នកនិយាយជាច្រើនហើយណាសម្ដីដូចជាបងប្អូនខ្មែរខ្លះបាននិយាយថាអរគុណពួកអាចោយួន500នេះដែលវាមកជួយឲ្យមានជីវិតកំអីនឹងអាវិលពិឃាតនឹងណាស្លាប់បាត់ទៅហើយខ្ញុំជម្រាបណាវាសម្លាប់បងប្អូនមិនអស់ទេមិនមែនវាមកជួយបងប្អូនឲ្យផុតពីវិលពិឃាតទេអាពួកអត់នឹងហើយជាចារកម្មលក្ខក្នុងរបបប៉ុលពតដែលវាសម្លាប់ខ្មែររង្គាលហើយវាលើកតបមកយកប្លន់ទឹកដីយើងវាមិនមែនមកជួយខ្មែរទេកុំឲ្យប្រើពាក្យថាអរគុណណាស់ដែលបានរបបនឹងវាមកជួយយើងឲ្យមានជីវិតឥឡូវបងប្អូនយកសម្ដីខ្ញុំទៅគិតទៅអាអ្នកដែលមកជួយខ្មែរឲ្យមានជីវិតនឹងគ្រាន់តែចូលដេញអាពោតចេញព្រាមបង្កើតក5យកខ្មែរទៅសម្លាប់អញ្ចឹងហើយវាថាវាមកជួយខ្មែរទៅកើតដែរខ្ញុំប្រាប់ណាបងប្អូនដែលរស់សល់ពីរបបដែលអាសែនវារំដោះនឹងគឺដោយសារអាយួនវាសម្លាប់មិនអស់ខ្ញុំជម្រាបឲ្យចំទៅចោះដោយសារពួកអាគណៈបកកញ្ចេះយួននេះវាសម្លាប់មិនអស់បើវាសម្លាប់ខ្មែរ6លានអ្នកបានវាធ្វើហើយខ្ញុំជម្រាបទៅកុំឲ្យថាអរគុណវាអ្នកនយោបាយនៅក្នុងស្រុកគេបានបញ្យល់ឲ្យថាបងប្អូនដែលឃើញសាសយួនណាសុកចិត្តឲ្យលើកមនុស្សរាប់លានរាប់សែនអ្នកមកស្លាប់ដើម្បីឲ្យខ្មែររស់ទេបងប្អូនយកពីយកសម្ដីខ្ញុំទៅគិតយកសម្ដីអ្នកនយោបាយទៅគិតទៅវាមិនដែលយួនណាគេបណ្ដោយឲ្យកូនចៅគេមកងាប់ដើម្បីឲ្យខ្មែររស់ឥឡូវយើងសួរវាចេះទៅវិញយើងសួរវាថាខ្មែររស់ទៅហើយណាខ្មែរបានសំពងក្បាលឯងនឹងវាទៅស្រុកយួនវិញទៅហើយគេបំពាក់សន្ធិសញ្ញាប៉ារីទៅហើយហេតុអីបានជាឯងប្លន់មកវិញណាឯងនឹងចាញ់ឆ្នោតសោះខ្មែរចែកអំណាចឲ្យឯងរួចទៅហើយហេតុឯងប្លន់ទៅវិញអាហ្នឹងហើយឯងមកយឺតអ្នកការដែលមកជួយខ្មែរហ្នឹងអាហ្នឹងហើយឯងមកយឺតអ្នកកាងអំណាចណាមានតែបកកញ្ចេះយួនហ្នឹងដែលវាមិនឲ្យខ្មែរដតីទៀតកាន់កាប់ស្រុកហ្នឹងអាហ្នឹងហើយឯងដែលមកយឺតថាវាមកជួយខ្មែរខ្ញុំជម្រាបចោះវាសម្រាប់បងប្អូនខ្មែរមិនអស់ទេវាមិនមែនជួយបងប្អូនទេបើជួយបងប្អូនមើលមកដល់សប្តាហ៍ថ្ងៃក៏យល់បញ្ហាក៏គួរតែយល់បញ្ហាហ្នឹងហើយអញ្ចឹងហើយបានជាមានការសម្លាប់ខ្មែរបន្តក្នុងរបបអាសែននេះតាំងពីពួកហ៊ុនសំពេចពួកសង្គ្រោះជាតិពួកភ្លើងទៀនអាហ្នឹងហើយកុំឲ្យចាញ់នយោបាយយួនខ្ញុំសូមជម្រាបណាខ្ញុំនាំគ្នាជាមួយដៃគុណបន្តិចនេះបើករកវត្តនឹងដើម្បីជួយអ្នកប្រជាធិបតេយ្យជួយអ្នកពីរងគ្រោះអារបបម៉ែអាច្បាប់ម៉ែវានោះណាអ្នកទូទុកបុកម្នេញនោះហើយបើលោកមិនដឹងថាខ្ញុំនឹងទៅចែកលុយចែកកាក់គ្នាសូមកុំឲ្យប្រើពាក្យណាមួយដែលយើងមិនដឹងពិតប្រាកដណាចំហខ្ញុំរឹងដូចថ្មខ្ញុំមិនចាញ់បោកអស់លោកទេណាហើយខ្ញុំគ្មានពេកជាលុកមាត់ជាមួយអស់លោកទេដូចខ្ញុំជម្រាបចឹងក្នុង50ឆ្នាំនេះបើលោកមិនដឹងថាអាសែននឹងជាមនុស្សថោកមហាថោកណាការឃ្លានអំណាចមហាឃ្លានអំណាចសម្លាប់ខ្មែរនឹងដើម្បីបំរើយួននឹងយើងឃើញទាំងអស់គ្នាហើយអញ្ចឹងបានថាខ្ញុំគ្រាន់តែចេញវីដេអូថ្ងៃនេះសូមផ្ដាំអញ្ចឹងហើយណាខ្ញុំមិនមែនតួនាទីខ្ញុំដើរទៅរកមុខអាណាប្រកបមិនប្រកបទេខ្ញុំអត់ខ្វល់ទេខ្ញុំដើរធ្វើម៉េចឲ្យតែខ្លួនខ្ញុំច្បាស់ខ្លួនខ្ញុំស្រឡាញ់ជាតិខ្ញុំស្រឡាញ់ប្រទេសខ្ញុំស្រឡាញ់អ្នកប្រជាធិបតេយ្យដូចគ្នាណាបើសិនជាអ្នកឯងមិនមានកណិតដូចខ្ញុំមិនមើលឃើញបញ្ហាដូចខ្ញុំទេខ្ញុំអត់មានពេលណាបញ្យល់ទេព្រោះទង្វើអាសែននេះវា50ឆ្នាំវាគ្រប់គ្រាន់ណាស់វាគួរតែបងប្អូនយល់ឃើញខ្លួនឯងហើយអញ្ចឹងបានខ្ញុំសូមជម្រាបដែលខ្ញុំជាគណៈកម្មការវត្តភ្នំសេរីនេះយើងទាំងអស់គ្នានឹងមានគំនិតតែមួយទេយើងឈឺឆ្អាលចំពោះជាតិសាសន៍យើងចំពោះការធ្វើទុកបុកម្នេញរបស់របបអាម៉ែវានោះអាច្បាប់ម៉ែវានោះឃើញទេសូម្បីតែវាមកដល់សហទ្វីបយុរ៉ុបសហរដ្ឋអាមេរិកនេះហើយក៏វាប្រកោកប្រកាសណាសិតតែវែកមុខឲ្យពួកវានៅទៅតាមថតអាហ្នឹងហើយមកយិតពួកអាថោកទាបអស់ហ្នឹងនោះបើវាក្រាន់តែមានការបោះឆ្នោតត្រឹមត្រូវនឹងវាคล้ายទៅជាមនុស្សក្រាន់បើរួចទៅហើយ
ហើយបងប្អូនមិនដែលមិនសួរខ្លួនឯងមើលមិនក៏មិនសួរវាមើលដែលវាថាវាមនុស្សគ្រប់គ្រងទាំងក្នុងទាំងក្រៅប្រទេសហ្នឹងបើឯងមានមនុស្សគ្រប់គ្រងយ៉ាងសន្ធឹកសន្ធាប់រឿងអីក៏ការបោះឆ្នោតត្រឹមត្រូវឯងមិនព្រមរឿងអីក៏មានការបោះឆ្នោតបិទទ្វារមានធ្វើទុកបុកម្នេញគណៈបកដែលគេប្រឆាំងនោះអានឹងជាបំណងរបស់យួនហើយគេមិនចង់ឲ្យយើងរើបំរើពីការត្រួតត្រារបស់គេហ្នឹងវាទុកគណៈបកប្រឆាំងហ្នឹងជាឆ្អឹងឆ្លាក់ករបស់វាហើយវាតាមសម្លាប់វាតាមបំផ្លាញបងប្អូនដឹងហើយតាបាទខ្ញុំមើលឃើញទង្វើយួនប្លន់ទឹកដីខ្មែរមិនមែនថ្ងៃនេះទេបងប្អូន50ឆ្នាំមកហើយខ្ញុំចំណាយពេលតាមដានថាអនយោបាយថោកទាបរបស់អាចោរយួនហ្នឹងអញ្ចឹងបានខ្ញុំជម្រាបឲ្យតាខ្ញុំថាពេលបារាំងចុះក្នុងឥណ្ឌូចិនអាយួនហ្នឹងវាឆ្លៀតដណ្ដើមបានខ្មែរក្រោមពេលសហរដ្ឋអាមេរិកចុះចំនួនយើងទាំងអស់គ្នានេះពេលដែលសហរដ្ឋអាមេរិកដើរចេញពីឥណ្ឌូចិនវាឆ្លៀតប្លន់យកខ្មែរកណ្ដាលវាអត់មានអីរឿងខុសទេជាការពិតហើយអានឹងហើយបានខ្ញុំសូមជម្រាបថាដែលខ្ញុំនឹងដេគុណបុត្របន្ទែងយើងមានគោលការណ៍តែមួយទេណាគឺថាយើងចង់ជួយអ្នកប្រជាធិបតេយ្យមើលទៅវត្តក្នុងវត្តវាក្នុងស្រុកនោះខ្ញុំត្រូវគេគៀបសង្កត់រួចហើយងើបមិនរួចទេដោយអាសង្ឃទេពវង្សសម្ដេចសង្ឃទេពវង្សចំគួតយកឯនោះខ្លួនឯងជាសម្ដេចសង្ឃតែមូលតំណាងឲ្យសាសនាតែសាសនានឹងត្រូវគេទន្ទ្រានប្រជាលោកដែលគុណណានទៀមទារកសិទ្ធិសេរីជូនប្រជាពលរដ្ឋហ្នឹងដេញគ្នាចេញពីវត្តហើយឯងជាសង្ឃរាជស្អីតំណាងឲ្យអាណាបាទអញ្ចឹងហើយបានថាខ្ញុំក៏មិនចង់និយាយទៀតតែខ្ញុំនឹងបំពេញមុខងារខ្ញុំតទៅទៀតខ្ញុំគ្មានពេលបញ្យល់អស់លោកទេបើអស់លោកមិនឃើញបញ្ហាហ្នឹងហើយកុំឲ្យយកអាបញ្ហាអត់ប្រយោជន៍មកនិយាយដូចអ្នកខ្លះថាស្អីដែលគុណមានថាមិនចង់កើតជាខ្មែរមើងងាយខ្មែរអាសន្តីអស់ហ្នឹងសួរមើលសន្តីមនុស្សម្នាក់បុគ្គលម្នាក់ថាមិនចង់កើតជាខ្មែរចុះអាបុគ្គលអាហ៊ុនសែនវាមិនមែនមិនចង់កើតជាខ្មែរទេវាតាមសម្លាប់ខ្មែរតាំងពីដើមមកដល់ឥឡូវហ្នឹងតើវាធ្ងន់ធ្ងរយ៉ាងណាមិនក៏បងប្អូនមិនជឿឆ្អាលរឿងហ្នឹងបើគ្រាន់តែដែលគុណប្រើពាក្យថាមិនចង់កើតជាខ្មែរបងប្អូនជឿឆ្អាលសម្រាប់ណាចុះបើអាសែននោះវាមិនមែនថាមិនចង់កើតជាខ្មែរទេវាតាមសម្លាប់ខ្មែរតាំងពីដើមមកដល់ឥឡូវទៀតហើយមិនក៏មិនយកមកអាបញ្ហាហ្នឹងមកនិយាយហាខ្ញុំសួរមើលហាអាមនុស្សម្នាក់គ្រាន់តែនិយាយថាមិនកើតជាខ្មែរដោយសារគេឃើញខ្មែរមិនព្រមនាំនឹងងើបតែបើមនុស្សម្នាក់ដែលវាមិនត្រឹមតែនិយាយទេវាបន្តសម្លាប់ខ្មែរតាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះទៀតហើយបងប្អូនទទួលបានដែរហើយមិនក៏យកអាបញ្ហានោះមកគិតទៅសូមមេត្តាឲ្យរក្សាឲ្យមានភាពស្មោះត្រង់ចំពោះអ្នកប្រជាធិបតេយ្យដូចគ្នាបើលោកចង់លក់ខ្លួនលោកចង់ទៅណាដើរដោយអាម៉ាក់ហើនដោយអាស្អីអាម៉ាត់អាប្រែឌីយ៉ាងសូមអញ្ជើញខ្ញុំអត់នេះអានោះប្រជាពលរដ្ឋខ្មែរនៅអ្នកដែលគេស្រឡាញ់ប្រជាធិបតេយ្យនឹងជន់ដែលរងគ្រោះដោយថាទម្លោះដីធ្លីគ្រប់បែបយ៉ាងគេនឹងថ្កោលទោសលោកប្រវត្តិសាស្ត្រគេនឹងថ្កោលទោសលោកព្រោះលោកមិនស្គាល់ថាអាក្រចៅអាសែននេះគឺនាំយួនមកសម្លាប់នឹងប្លន់ខ្មែរខ្ញុំនិយាយឲ្យច្បាស់ឮឲ្យច្បាស់ថ្ងៃនេះកុំឲ្យមានបញ្ហាអីបន្តិចបន្តួចអូខាងយើងនឹងវាមិនច្បាស់វាធ្វើអីមិនត្រឹមត្រូវយកអាលេសនឹងរត់ទៅចូលវាសូមអញ្ជើញទៅខ្ញុំប្រាប់ទៅខ្ញុំនិយាយឲ្យចំម្ដងហើយខ្ញុំថាកំហុសនរណាក៏ដោយក៏មិនខុសធំជាងកំហុសអាសែនដែលនាំយួនមកសម្លាប់ខ្មែរទេខ្ញុំសូមជម្រាបបើបងប្អូនមិនឃើញបញ្ហាហ្នឹងទេអានឹងខ្ញុំអត់មានពេលណានិយាយច្រើនទេនេះជាវីដេអូទី1ហើយនឹងជាជីវចុងក្រោយដែរខ្ញុំគិតតែពីរឿងបំរើជាតិខ្ញុំគិតតែអ្នកដែលតស៊ូខាងប្រជាធិបតេយ្យទាំងក្នុងទាំងក្រៅណាហើយអាខ្ញុំទុំលើកឡើងអញ្ចឹងបងប្អូនមើលទៅសម្បីតែសាលារៀនក៏វាមិនឲ្យកូនក្មេងយកចិត្តទុកដាក់ពីរឿងនយោបាយដឹងឮពីរឿងនយោបាយដែរកុំថាឡើយត្រឹមតែវត្តយើងសពថ្ងៃហ្នឹងយើងមិនដឹងទេអារបបនឹងសពថ្ងៃហ្នឹងវាមិនចង់ឲ្យខ្មែររើបំរាស់ពីការជិះជាន់របស់វាទេអញ្ចឹងហើយបានវាក្រាញនោះបាទអានេះខ្ញុំសូមផ្ញើសារអញ្ចឹងហើយខ្ញុំហើយនឹងវត្តភ្នំសេរីនឹងអ្នកដែលស្រឡាញ់ជាតិធិបតេយ្យយើងនឹងបន្តការតស៊ូយើងអត់ខ្វល់ទេលោកមិនចង់តស៊ូលោកចង់ធ្វើអ្វីធ្វើទៅចោះតែខ្ញុំបានជម្រាបហើយបើលោកបំពាក់ខ្លួនជាខ្មែរក្នុង50ឆ្នាំនេះលោកមិនឃើញទង្វើថោកទាបរបស់ពួកគណៈបកប្រជាជនរបស់អាសែនខ្ញុំអត់មានពេលបញ្យល់ទៀតទេខ្ញុំនិយាយឲ្យត្រង់ហើយបើលោកចង់ធ្វើអីធ្វើចោះហើយកុំឲ្យមកប្រើពាក្យថាខ្ញុំមិនមែនណា
hạt ấy ban chỉ dương mình che chui cà phê kia khi nhom về bằng ai khi nhom tăng bị khi nhom miên cầm nát chia mình nút khi mình đã on là cà phê khi nhom tê bờ sân trực nhom không nhom về tập năng tê do sầm đây nhom tập kết từ mình nữa mà nè dương tập tu kho trâu riêng luôn nè bờ sân chỉ dương thưa quay môi hay dương tập tu kho trâu từ cùng bồng pet nom kia ấy oi từ bồng bay bồng bạc kia oi can tại chua bia bình tịch đây là dương trâu ca dương to su đầm bayยกสัตว์ไรจุนประชีพรัฐมาคำสมจำเรียบปันในเตให้เข้มหนึ่งบรรทอทั่วกาช่วยเด็กคนบรรเตงต่อตะเทียดลำใบลำต่อขมาอดพอดปีระบอบโคเขาระบอบฉบับมาเวียนนะเข้มอดเมียนยกจัตตะเอาโลกเตเอาโลกจองถวยถวยเตแต่เข้มสมหามสมดำถ้าบ่โลกมันดังเรื่องไอ้ปิดประกอบกรมออยโยมนี่ยีโดยถ้าเข้มกิจคณะกรรมตาใจลุยใจกักเนี่ยนึงนะยมสมจานะลบโยสมได้นั่งตะเกิดมุนหนึ่งเปล่าเพี้ยสมได้นั่งโยพ่อตางมาหนิจีก็อ้อยหนิจีเราขมิ้นพ่อตางปลุกขยมสอบงานนั่นนะสมใบหมากกะมาเซในกับขมิ้นบานจำในขนมนั้นเมียนแต่ขยมช่วยบรรทายยมสมจำเรียบอันจังให้ขยมมันได้โยลุยจะทมเตะขยมก็มันได้ยกครุนไอจะทมเตะปลุกขยมบารมบัดตึกได้ขยมบัดชิดซากขยมเนี่ยจังขยมสมอ้อกุนบองโอนแต่ตามความโตขยมตั้งปีเอ้ยมาดอแล้วนึกให้นังสมมันต่อกาต่อสู้ต่อถมกเทียดนะเรื่องนาอัดบานกาบอกบองเจ้าเตอนะนาเกจังถวยทั่วเตอปลุกขยมด้วยขยมทาจังมันแมนมุกเงี้ยระบอกขยมตามไว้มุกอาณาทั่วไอ้เตจีเรื่องไอ้ติจนระบอกยังมันแน่แต่ตัวคอเตอเรียงโคลนเตอแต่ยังอย่างเฮานะมุดหนึ่งโยปัญหามวยมาจะใช้มาอดสาธารณชนช่วยดอกสายส้มสู้ท่าตาเรื่องเปลี่ยนมีประโยชน์ดอกประชิจิตซาจึงอดซาเทียนนะอดเบออดเตะดอกสายตะเคียนไอพีใบเนี้ยนั่งเตอดำใบออยขมายเคียต่อสู้ข้างประเทศทับไตนึงเคียเมียนสังคมแต่เลยยังนะออยเมียนสกัดตกจัดมาเลยยังถ้าจมพ่อยังในเรื่องปังนะกลัวแต่ละเตสหน้าก็ยังมันไอนะหมอบองในการต่อสู้ระบอบยังบานได้อันนั้นขยมสมหายปีงานนี้เตอขยมสมโดยขยมทานจังนะแล้วขยมสมประสิทธิ์ปอออยบองโอนต่างอ้อช่วยนะช่วยขนมกาเรือบำราต่างออกนี่ปลัวกัมพูชีระบอกยังครุฑนะสมบัตินะให้บอกอ๋อลกในแต่มันโยลปัญหาแสนได้ก็มาเอามาจะเจจมูกชมก็มาเอาเขียมเป็นโยเทียดปลุกเขียมขมิ้นเปย์เตขมิ้นเปย์เตเขียมเป็นเรื่องประจำทั้งไงเขียมชรานะให้บอกบองโอนโยธาสลายชีดก็มาเอาโยครูนายทมจีเรื่องชีดเรื่องปัญหาครูนายก็มาเอาโยทมจีเรื่องชีดบ่ยืมมันเนี่ยอัดมีนเอาไว้สำคัญเตะบอมโอนดังให้ตาแต่เปยังสาบเตอเมียนโยไอตะบานไอแต่ยังโยตะบานคือยืมน้อมเนี่ยกาเปียตึกใดกาเปียเนี่ยได้ไปเชียทับปไตยตึงขนมตึงกล่าวแต่ปนังให้เนี่ยทั่วบ้านปนาโยปนังเตอบ่ทั่วเหมือนบ้านเตะบ่ทั่วเหมือนกาได้กำอ้อยบุกโตเตะกำอ้อยเจ้าเกยถ้าเกยโยลุยโยกักจะใจแค่นี้นะยมส้มนี่ยังมาลองเทียบนะเจริญตีมวยเจริญจงกลอยให้เนี่ยยมมีเรื่องใกล้ๆชรานะแต่เตอเวอเข้มขมิ้นเปย์ไปโยนออกโลกตีให้ออกโลกเนี่ยคลายังสดับเลยให้เสื้อสมได้ท่าอาศัยโลกคนแสนนึงดาวจีเนตดักนอมเรียรัฐปิบาประมุกรัฐปิบาอาศัยนึงเวียนมีจีเนตดักนอมทำเตอร์ปีนามานะมันไม่ออกโลกมันดังนะเบี้ยบำพลายกันนะปะประเชียทับปะตายดอกทมมวยให้แต่เวียนมีมุกหมดดอกหน้าให้ออกโลกมันดังท่าอาศัยนึงจะเหมือนเท่าดอกปันหน้าดาวอ้อยในตู้ในตีเวทาจีโลกคนแสนจีโลกแล้วคนแสนดักนอมเรียรัฐปิบาเมียนกากรบเวียไอ้ยังสมัยเวียเท้าโดยจังไอจังเงี้ยเคยเนี่ยเมื่อสัตตามไว้ดอเตียงเงือบมวยไว้มวยเงือบปีไว้ปีให้เนี่ยได้เวียไว้นั่นนาเกบอมโอนซัวแต่เมื่อเนี่ยได้เกไว้นั่นนาแสนระบอบคนแสนแบบไว้ทั่วตกบอลนั่นนาเกสัตโปรขมาสโลตรังเนี่ยไปเชียร์ทัพไตเนี่ยเชียร์นิยมให้บอมโอนพนักงานเอามาดังเถียดบ้าจังขยมสมภัยโตเลิกนาขยมนยีก็หันซาขยมโดยตาขยมเบียกมันแม้แต่ขยมมันดังเตะดอยซาขยมตุกกำหังขยมเบดงขยมอยู่หายจังหายบ้านจะขยมนยีเต้าสำได้เวียทงนสำได้เวียขยมอัดเจกรุบพวกอาขบัดเชียเตอัดเจเอาตำไลพวกอานังเตให้จมพ่อขยมสมไปแต่ขยมรยอดสลับเติมมาป้อนจิตก็ขยมมือกับพ่อหาแซนนั่งเวียทงนมหาแซนทงนยำเยอะใครแต่ปนังนะบอกจังขยมส้มออกคนต่างออกเนี่ยได้อันนี้ก็ขยมมีนกิจการได้ขยมส้มอบอมโอนขมายต่างขนมต่างกราวประเทศบานซอกต่างออกเนี่ย
ហើយបន្តការតស៊ូតមុខទៀតទាំងអស់គ្នាខ្ញុំនឹងបង្កនាំគ្នាចាប់ដៃធ្វើការអញ្ចឹងបាទខ្ញុំនៅឆ្ងាយពីដេគុណបុត្របន្ទែងនៅវត្តភ្នំសេរីខ្ញុំនៅឆ្ងាយពេកណាអញ្ចឹងហើយបានជាមានពេលខ្លះខ្ញុំមិនបានទៅដល់ជួយទៅវត្តភ្នំសេរីបានដូចតែខ្ញុំចង់ទេព្រោះអាយុខ្ញុំក៏ចាស់ហើយធ្វើដំណើរក៏យ៉ាប់ដែរអញ្ចឹងណាអញ្ចឹងមួយនៅឆ្ងាយណាស់ហើយខ្ញុំក៏ថាមនុស្សឲ្យតែមានចិត្តចង់ជួយកុំថាឡើយថានៅចិត្តនៅឆ្ងាយសំបីអាមនុស្សនៅពីជំហានពីខ្លួនយើងនឹងបើគេមិនចង់ជួយយើងក៏គ្មានប្រយោជន៍ដល់ជាតិសាសន៍ខ្មែរដែរណាបើគេមានបំណងចង់ជួយទៅគេទៅដល់ណាក៏គេជួយបានដែរណាខ្ញុំចង់និយាយតែប៉ុណ្ណេះទេចំហឲ្យរឹងទៅហើយសូមផ្ដាំពួកអាគណៈបកប្រជាជនជាពាក្យចុងក្រោយហើយណាឯងកុំឲ្យប្រើពាក្យថាអញជាមនុស្សពួកអរត់ចោលស្រុកឯងសួរខ្លួនឯងទៅមើលឯងនឹងហើយដែលត្រូវខ្មែរសំពងឲ្យចេញពីស្រុកខ្មែរជាមនុស្សជាចោរយួនមកប្លន់សម្បត្តិធម្មជាតិខ្មែរប្លន់សិទ្ធិសេរីខ្មែរឯងមិនមែនជាម្ចាស់ទឹកម្ចាស់ដីទេណាកុំឲ្យប្រើពាក្យថាខ្ញុំរត់ចោលស្រុកឯងមើលខ្មែរនៅស្រុកថៃ2លាននាក់គេរស់មិនបានដោយសារឯងធ្វើទុកបុកម្នេញតាំងពីបង្កើតគ្រប់គ្រងស្អីខាងសេដ្ឋកិច្ចនឹងឲ្យគ្នាទៅខ្ចីលុយបង់ទៅទៅធ្វើស្រុកធ្វើស្រែចម្ការទៅដល់ពេលធ្វើស្រែទៅឲ្យផលស្រូវគ្នាថោកទៅគ្នាទៅមិនរួចមានលុយអាណាសែងជួយសងធនាគារឯងក៏ប្លន់ទឹកដីគេទៅអានឹងជាការរៀបចំរបស់ឯងតាយើងមិនមែនមិនដឹងថាការរៀបចំរបស់ឯងប្លន់ដីធ្លីប្រជាពលរដ្ឋហ្នឹងហើយក្នុងលក្ខណៈថាឲ្យខ្ចីលុយទៅរកស៊ីធ្វើ